បញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះកាន់តែរីកធំពីព្រោះថាក្រៅតែពីការប្រកាសកេណ្ឌកម្លាំងការធ្វើប្រជាមតិគឺរុស្ស៊ីបានប្រមានដល់មើងម៉ាត់ថ្មីបន្ថែមទៀតអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដែលការប្រមាននេះគឺធ្វើឡើងថ្មីបន្ថែមទៀតពីសម្ព័ន្ធមិត្តរបស់លោកពូទីនគឺលោកឌីមីទ្រីមេដវេដេវដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ីផ្ទាល់តែម្ដងហើយបានលើកឡើងផងដែរថាបើសិនជារុស្ស៊ីឈានទៅដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរមែនរុស្ស៊ីព្យាករថានឹងមិនមានការលូកដៃដោយផ្ទាល់ពីសំណាក់អាមេរិកជាមួយនឹងលោកខាងលិចដើម្បីជួយទៅលើប្រទេសអ៊ុយក្រែននោះទេជំវិញការប្រមានថ្មីនេះយើងឃើញថាបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះកំពុងឈានទៅដល់ដំណាក់កាលថ្មីមួយហើយនឹងគ្រោះថ្នាក់ផងដែរព័ត៌មាននេះจะមានការចូលរួមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ BTV ចំនួន2រូបបន្ថែមគឺលោកណរីណានិងលោកចិនសារីមលោកអត់ជូនឲ្យកាន់តែពិស្ដាផ្ដើមសំណួរដំបូងសម្រាប់លោករីណាយើងបានដឹងហើយថារុស្ស៊ីបានប្រកាសអំពីជោគជ័យនៅក្នុងការបោះឆ្នោតប្រជាមតិតំបន់4របស់អ៊ុយក្រែនចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួននឹងរួចរាល់ហើយមកដល់ពេលនេះបន្ទាប់ពីការបោះឆ្នោតបានជោគជ័យថាតើរុស្ស៊ីបានបញ្ចូលតំបន់ទាំងនោះទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនហើយឬនៅបាទនៅថ្ងៃសុក្រនេះគឺសប្តាហ៍នេះគឺខាងប្រធានាធិបតីរុស្ស៊ីក៏បានប្រកាសអំពីការចេញក្រិតមួយទទួលស្គាល់ឯករាជ្យភាពរបស់ដែនដីទាំងនោះដែលក្រោយពីការធ្វើប្រជាមតិប៉ុន្តែមិនមែនមានន័យថាត្រូវដាក់បញ្ចូលជាផ្លូវការនៅឡើយទេបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន RT របស់រុស្ស៊ីនឹងក៏បានបញ្ជាក់ថាការដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ីនៅដែនដីទាំង4ដែលធ្វើប្រជាមតិរួចហើយនេះអាចត្រូវការពេលវេលាខ្លះដោយសារតែត្រូវការមានការអនុម័តពីសភានិងប្រធានាធិបតីដូច្នេះដំណើរការនេះគឺអាចត្រូវការពេលវេលាខ្លះតែมันអាចបញ្ជាក់ថានៅពេលវេលាណាទេប៉ុន្តែវាផ្ទុយពីការលើកឡើងរបស់លោកឌីមីទ្រីពេស្កូវដែលជាអ្នកនាំពាក្យវិមានក្រមឡាំងបាននិយាយថាដំណើរការនៃការដាក់បញ្ចូលនោះគឺត្រូវតែធ្វើភ្លាមប៉ុន្តែលោកមិនបានបញ្ជាក់ថានឹងធ្វើពេលណាទេបើសិនជាការគ្មានការប្រែប្រួលទេដែលការប្រកាសកាលពីដើមសប្តាហ៍នេះថាការដាក់បញ្ចូលនោះគឺអាចនៅថ្ងៃទី4ខែតុលាខាងមុខនេះប៉ុន្តែរឿងនេះគឺមិនទាន់ប្រកាសនៅឡើយ 100% ទេគឺត្រូវការរៀបចំពេលវេលាបើតាម RT ហ្នឹងសារព័ត៌មានរបស់រុស្ស៊ីគឺថាអាចត្រូវការពេលវេលាខ្លះប៉ុន្តែខាងមន្ត្រីមានក្រមឡាំងថាដំណើរការនេះគឺត្រូវបានដាក់ឲ្យឆាប់បំផុតដោយសារតែការបោះឆ្នោតប្រជាមតិហ្នឹងគឺមានការគ្រប់គ្រងច្រើនលើសលប់ដែលចង់រួមរស់ជាមួយនឹងប្រទេសរុស្ស៊ីដូច្នេះដំណើរការហ្នឹងគឺក្រោយពីការចេញកាត់ទទួលស្គាល់ជាតំបន់ឯករាជ្យហើយដែនដីឯករាជ្យហើយបានគេរៀបចំពិធីមួយគឺប្រកាសទទួលស្គាល់ក្រោយពេលដែលសភាអនុម័តនិងប្រធានាធិបតីអនុម័តអំពីការដាក់បញ្ចូលនេះបាទយើងដឹងហើយថាការដាក់បញ្ចូលជាឧបសម្ព័ន្ធនេះគឺឆ្លងកាត់ការធ្វើប្រជាមតិដែលរុស្ស៊ីបានចាត់ទុកថាវាជាការបោះឆ្នោតស្របច្បាប់ប៉ុន្តែខាងលោកខាងលិចក៏ដូចជាសម្ព័ន្ធមិត្តទាំងអស់របស់អ៊ុយក្រែនបានលើកឡើងថាវាគឺជារឿងដែលខុសច្បាប់ហើយពួកគេបានថ្កោលទោសចំពោះការធ្វើប្រជាមតិនេះទៀតអ្វីដែលចង់ដឹងគឺនៅក្រោយពេលដែលដាក់បញ្ចូលតំបន់ទាំងនោះទៅក្នុងឧបសម្ព័ន្ធរុស្ស៊ីរួចរាល់ហើយលោកសារីមថាតើតំបន់ទាំង4នោះនឹងមានការផ្លាស់ប្ដូរមុខមាត់យ៉ាងម៉េចខ្លះនៅពេលដែលបញ្ចូលទៅក្នុងឧបសម្ព័ន្ធរុស្ស៊ីហើយនោះបាទក្រោយពីការដាក់បញ្ចូលតំបន់ទាំង4ខេត្តទាំង4គឺ2នៅខាងកើតនិង2នៅខាងត្បូងចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ីហើយនោះគឺរុស្ស៊ីមានសិទ្ធិពេញលេញក្នុងការការពារតំបន់ទាំងនោះដោយរុស្ស៊ីចាត់ទុកថាជាដែនដីរបស់ខ្លួនហើយចំណុចហ្នឹងហើយបានជាមានប្រតិកម្មច្រើនមានប្រតិកម្មនៅត្រង់ថាតំបន់ទាំង4ហ្នឹងគឺជាទឹកដីរបស់ប្រទេសអ៊ុយក្រែនហើយក្នុងប្រតិបត្តិការសឹកចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022នេះរបស់ប្រទេសរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែនគឺខាងរុស្ស៊ីវាយដណ្ដើមយកបានតំបន់ទាំង4ហ្នឹងហើយដល់វាយដណ្ដើមយកតំបន់ទាំង4ហ្នឹងហើយរុស្ស៊ីបានចាត់ចូលជាទឹកដីរបស់ខ្លួនដោយវាយប្រហារដណ្ដើមយកហើយកាត់ចូលទៅទឹកដីរបស់ខ្លួនអញ្ចឹងហើយបានខាងភាគីអ៊ុយក្រែនសហរដ្ឋអាមេរិកបារាំងអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីក៏ដូចជាប្រទេសភាគច្រើននៅខាងសហភាពអឺរ៉ុបហ្នឹងគឺរិះគន់ខ្លាំងមែនទែនរិះគន់ទៅលើខាងចំណាត់ការរបស់ខាងប្រទេសរុស្ស៊ីដោយច្រឹបយកទឹកដីអ៊ុយក្រែនហើយដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនហើយគឺប្រកាសថាជាដែនដីរបស់ខ្លួននឹងវាយបកទៅលើប្រទេសណាក៏ដោយដូចជាអ៊ុយក្រែនក៏ដោយដែលវាយប្រហារក្នុងទឹកដីរបស់ខ្លួនដូច្នេះ
ចំពោះចំណុចនេះគឺជាក្តីបារម្ភខ្លាំងមែនទែនជាលក្ខណៈអន្តរជាតិដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងអាចនឹងប្រែប្រួលក្រោយពីខាងប្រទេសរុស្ស៊ីបានដាក់បញ្ចូលខេត្តទាំង4ហ្នឹងជាឧបសម្ព័ន្ធរបស់ខ្លួនប៉ុន្តែគិតត្រឹមថ្ងៃសុក្រចុងសប្តាហ៍នេះគឺខាងប្រទេសរុស្ស៊ីមិនទាន់ដាក់បញ្ចូលជាឧបសម្ព័ន្ធផ្លូវការទេគ្រាន់តែលោកប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីវ្លាឌីមៀពូទីនហ្នឹងគឺបានចុះហត្ថលេខាទៅលើក្រឹត្យទទួលស្គាល់ឯករាជ្យភាពនៃតំបន់ទាំង4ដែលបានធ្វើប្រជាមតិផ្ដាច់ខ្លួនពីខាងអ៊ុយក្រែនចូលទៅជ្រកកោនជាមួយនឹងខាងប្រទេសរុស្ស៊ីហ្នឹងហើយចំពោះស្ថានភាពនៅក្នុងតំបន់ទាំង4ហ្នឹងគឺនៅតែមានភាពវឹកវរដដែលទោះបីជាធ្វើប្រជាមតិក៏ដោយពីព្រោះខាងកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែនក៏ដូចជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនវ៉ូឡូឌីមៀ សេឡិនស្គីនៅតែបដិញ្ញាចិត្តក្នុងការវាយដណ្ដើមយកតំបន់ទាំង4នេះមកវិញទោះបីជាមានការធ្វើប្រជាមតិផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនទៅជ្រកកោនជាមួយនឹងខាងប្រទេសរុស្ស៊ីក៏ដោយអញ្ចឹងប្រជាពលរដ្ឋនៅក្នុងតំបន់នេះប្រមាណជា4លានអ្នកជាងហ្នឹងគឺកំពុងតែមានបញ្ហានៅត្រង់ថារុស្ស៊ីបដិញ្ញាការពារតែអ៊ុយក្រែនបដិញ្ញាវាយដណ្ដើមយកមកវិញដូច្នេះសរុបមកវិញស្ថានភាពនៅក្នុងតំបន់ទាំង4នេះក្រោយពីធ្វើប្រជាមតិហើយហ្នឹងគឺនៅតែមានភាពវឹកវរដដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាសមរភូមិដដែលដោយការវាយប្រហារប្រទាញបន្ទងគ្នាពីភាគខាងកើតនឹងរហូតទៅដល់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនហ្នឹងបាទយើងមើលទៅលើការវិភាគថ្មីនេះក្រោយពីរុស្ស៊ីបានបោះឆ្នោតប្រជាមតិតំបន់ទាំង4ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនគេមើលឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះកំពុងឈានដល់ដំណាក់កាលថ្មីមួយទៀតក្នុងនោះពីប្រមុខ UN ក៏បានលើកឡើងដែរថាវាជាជំហានដែលគ្រោះថ្នាក់មួយក្រោយពីរុស្ស៊ីបោះឆ្នោតធ្វើប្រជាមតិតំបន់ទាំង4នោះទៅក្នុងដែនដីរបស់ខ្លួនលូរីណាថាតើដំណាក់កាលថ្មីដែលគេចង់សម្ដៅលើជំវិញសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះជាដំណាក់កាលបែបណាហើយវាគ្រោះថ្នាក់បែបណាដែរបាទមានការមើលឃើញពីមជ្ឈដ្ឋានអ្នកសង្កេតការណ៍អ្នកវិភាគជាច្រើនបានមើលឃើញថាសង្គ្រាមនេះវារីកកាន់តែធំទៅទី1គឺមានការបង្ហើបពីខាងមន្ត្រីសហរដ្ឋអាមេរិកដែលកាលពីថ្ងៃអង្គារហ្នឹងគឺពេលដែលតាមដានមើលអំពីលទ្ធផលនៃការធ្វើប្រជាមតិនៅតំបន់ទាំង4របស់អ៊ុយក្រែនទៅក្នុងបកសម្ព័ន្ធរុស្ស៊ីដែលពួកគេមិនសប្បាយចិត្តហើយក៏ថ្កោលទោសអំពីការធ្វើប្រជាមតិคล้ายដើម្បីកាត់ទឹកដីប្រទេសអ៊ុយក្រែនទៅចូលក្នុងបកសម្ព័ន្ធរបស់រុស្ស៊ីដែលនិយាយថាលោក Biden បាននឹងប្រកាសអំពីជំនួយកញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់ប្រមាណជា$1,100 លានសហរដ្ឋអាមេរិកសម្រាប់ទិញគ្រឿងសព្វាវុធធំធនធ្ងន់និងទំនើបដូចជាហីម៉ាស់ជាដើមដើម្បីរុញទៅឲ្យប្រទេសអ៊ុយក្រែនសម្ព័ន្ធមិត្តដទៃទៀតដែលមិនសប្បាយចិត្តនឹងការប្រព្រឹត្តការធ្វើរបស់រុស្ស៊ីបែបនេះនឹងមានផ្ទុះកំហឹងកាន់តែខ្លាំងឡើងការគ្រប់គ្រងស្ទើរតែគ្រប់ទិសទីនៃសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកហ្នឹងគឺមកនៅជុំវិញអ៊ុយក្រែនដើម្បីបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតគ្រប់គ្រងដល់អ៊ុយក្រែនដោយសារតែឃើញរុស្ស៊ីបានដាក់បញ្ចូលឧបសគ្គដីរបស់អ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនដូច្នេះពេលនោះសង្គ្រាមរីកកាន់តែធំមានន័យថាកាន់តែធំឡើងហើយអ្នកគ្រោះថ្នាក់បង្ហូរឈាមហ្នឹងគឺគ្មាននរណាក្រៅពីរុស្ស៊ីនិងអ៊ុយក្រែនទេដោយសារតែគេមើលឃើញថាការពង្រីកសង្គ្រាមរបស់ក្រុងមូស្គូនេះវាលែងនៅតែជាប្រតិបត្តិការសឹកពិសេសទៀតហើយវានឹងឈានចូលដល់សង្គ្រាមពេញបន្ទុកក្រោយពីការកេណ្ឌកម្លាំងបន្ថែមទៀតលោកខុយហុងជៀនដែលជាអ្នកសិក្សាផ្នែកអឺរ៉ុបនៅវិទ្យាស្ថានអន្តរជាតិរបស់ចិនបានប្រាប់ដល់សារព័ត៌មាន Global Time របស់ចិនថាតាមទស្សនៈរបស់រុស្ស៊ីបើនៅតែធម្មតាអញ្ចឹងប្រតិបត្តិការសឹកពិសេសហ្នឹងគឺវាអាចរលទៅមុខបានទេអញ្ចឹងដើម្បីបង្កើនឲ្យវាคล้ายទៅជាសង្គ្រាមពេញបន្ទុកគឺត្រូវតែធ្វើប្រជាមតិផ្ដាច់ចូលទៅក្នុងប្រទេសរុស្ស៊ីឲ្យបានបើទុកអញ្ចឹងនៅតែត្រាំត្រែងនៅតែរ៉ាំរ៉ៃរាប់ឆ្នាំទៀតក៏សង្គ្រាមនឹងវាមិនងាយចប់ដែរដែលពេលនោះសង្គ្រាមរុស្ស៊ីប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនវាคล้ายទៅជាសង្គ្រាមពេញបន្ទុកហើយកម្លាំងក៏ច្រើនសព្វាវុធក៏ច្រើនដែលឡែកខាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបញ្ជូនអាវុធមកកាន់តែច្រើនពេលនោះរុស្ស៊ីជាបានលើកពីហេតុផលច្បាស់លាស់ក្នុងន័យការពារមាតុភូមិមានន័យថាតំបន់ទាំង4ហ្នឹងវាទៅជាទឹកដីរុស្ស៊ីទៅហើយអញ្ចឹងការពារមាតុភូមិការពារប្រជាពលរដ្ឋរបស់ខ្លួនដោយឡែកទាហានអ៊ុយក្រែនសម្លឹងឃើញរុស្ស៊ីថាគេជាក្រុមឈ្លានពានជាចៅឈ្លានពានអញ្ចឹងហើយការប្រយុទ្ធគ្នានឹងកាន់តែស្វិតស្វាញហើយអាចរីកកាន់តែធំវិនិស្សកម្មនឹងកើតឡើងកាន់តែខ្លាំងអាចប្រឈមនឹងការប្រើប្រាស់អាវុធធុនធ្ងន់ថែមទៀតនៅពេលដែលអ៊ុយក្រែនមិនសុខចិត្តឲ្យ
រុស្ស៊ីដណ្ដើមយកទឹកដីរបស់ខ្លួននោះដូច្នេះទាំងនេះហើយដែលគេថាទិសដៅនៃសង្គ្រាមហ្នឹងវាលែងជាសង្គ្រាមដែលគេហៅថាមិនទាន់ពេញបន្ទុកដោយសារថ្ងៃទោះបីជាពេញបន្ទុកក៏ដោយតែរុស្ស៊ីមិនទាន់ជាសង្គ្រាមទេហើយវានឹងក្លាយជាសង្គ្រាមនៅពេលដែលអ៊ុយក្រែនបានអាវុធយុទ្ធភ័ណ្ឌកាន់តែទំនើបនិងវាយរុលទៅក្នុងដែនដីធ្វើប្រជាមតិទាំងអស់ហ្នឹងរុស្ស៊ីនឹងសង្គ្រប់មកខ្លាំងវិញក្នុងន័យការពារមាតុភូមិរបស់ខ្លួនពេលនោះគឺទិសដៅសង្គ្រាមវាផ្លាស់ប្ដូរពីការប្រយុទ្ធដែលមិនសូវជាទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុបហ្នឹងវាคล้ายជាសង្គ្រាមដ៏ធំបំផុតនៅអឺរ៉ុបនៅពេលខាងមុខក្រោយពេលដែលការដាក់បញ្ចូលតំបន់ទាំង4ទៅក្នុងប្រទេសរុស្ស៊ីជាផ្លូវការនោះបាទមួយទៀតសប្តាហ៍នេះគេមានការចាប់អារម្មណ៍ផងដែរអំពីការប្រមានជាបន្តបន្ទាប់របស់ប្រធានាធិបតីរុស្ស៊ីលោកពូទីនអំពីការប្រើប្រាស់លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមហើយថែមទាំងមានការកែនកម្លាំងបន្ថែមដែលជាចំណុចរុញសង្គ្រាមឲ្យរីកកាន់តែធំដោយដែលនៅពេលនេះរុស្ស៊ីកំពុងតែធ្វើស្រាប់ដូច្នេះលោកសារីមបើយើងមើលទៅលើអត្តចរិតឬមួយក៏យុទ្ធសាស្ត្ររបស់លោកពូទីនតើការប្រមានរបស់លោកតាក់ទងទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះវាអាចនឹងមានប្រសិទ្ធភាពកម្រិតណាបានន័យថាលោកពមៀនហើយលោកនឹងធ្វើឬមួយក៏យ៉ាងណាដែរបាទចំពោះលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរហ្នឹងមើលទៅពិបាកជៀសរួចណាពិបាកជៀសរួចនៅត្រង់ខាងប្រទេសរុស្ស៊ីហ្នឹងហាក់ដូចជាបង្ហើបកាន់តែខ្លាំងហើយបង្ហាញសញ្ញាកាន់តែខ្លាំងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរបើតាមរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកចក្រភពអង់គ្លេសក៏ដូចជារបាយការណ៍ចារកម្មរបស់ខាងប្រទេសអាល្លឺម៉ង់រួមផ្សំនឹងសម្ដីជាក់ស្ដែងរបស់មេដឹកនាំប្រទេសរុស្ស៊ីដូចជាលោកប្រធានាធិបតី Vladimir Putin ក៏ដូចជាលោក Dmitry Medvedev ទីអនុប្រធានទីក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខាងប្រទេសរុស្ស៊ីនឹងរួមផ្សំទាំងអស់ហ្នឹងគឺខាងប្រទេសរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរពីព្រោះនៅពេលបច្ចុប្បន្ននេះអ្នកជំនាញជាច្រើនបានលើកឡើងថាខាងប្រទេសរុស្ស៊ីនឹងចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់នឹងត្រង់ថាសង្គ្រាមនេះប្រសិនបើវាយប្រហារដូចនៅពេលបច្ចុប្បន្ននឹងតាមកំភ្លើងដៃតាមកំភ្លើងធំការទម្លាក់គ្រាប់បែកតាមយន្តហោះឬក៏ការបាញ់មីស៊ីលបន្តិចបន្តួចនេះគឺសង្គ្រាមអាចនឹងអូសបន្លាយតទៅទៀតអូសបន្លាយយូរតទៅទៀតវាធ្វើឲ្យរុស្ស៊ីនឹងខាតកាន់តែច្រើនរុស្ស៊ីនឹងមានការបាត់បង់អាយុជីវិតកងកម្លាំងយោធានឹងកាន់តែច្រើនអញ្ចឹងសង្គ្រាមនឹងខាងរុស្ស៊ីនឹងចង់បញ្ចប់ឆាប់អញ្ចឹងការបញ្ចប់ឆាប់នេះគឺមានតែការប្រើប្រាស់អាវុធនុយក្លេអ៊ែរទេដោយរុស្ស៊ីសំអាងទៅលើហេតុផលថាកងខាងរុស្ស៊ីនឹងដាក់បញ្ចូលតំបន់ទាំង4គឺខេត្តទាំង4ពីរនៅខាងកើតពីរនៅខាងត្បូងនឹងគឺខាងកើតមានលូហាននិងដូណេតហើយខាងត្បូងមានខឺសុននិងសាប៉ូរីសានឹងកាលណាខាងរុស្ស៊ីដាក់បញ្ចូលខេត្តទាំង4នេះជាឧបសម្ព័ន្ធរបស់ខ្លួនហើយគឺរុស្ស៊ីនឹងមានសិទ្ធិដោយតែការរុស្ស៊ីធ្លាប់អះអាងថាការពារមាតុភូមិរបស់ខ្លួនការពារអធិបតេយ្យភាពរបស់ខ្លួនការពារប្រទេសរបស់ខ្លួនមិនឲ្យប្រទេសណាមួយរំលោភបំពានបានអញ្ចឹងកាលណាប្រទេសរុស្ស៊ីដាក់បញ្ចូលខេត្តទាំង4ជាឧបសម្ព័ន្ធរបស់ខ្លួនហើយគឺមានន័យថាជាទឹកដីរបស់ប្រទេសរុស្ស៊ីកាលណាជាទឹកដីរបស់ប្រទេសរុស្ស៊ីហើយគឺរុស្ស៊ីមានសិទ្ធិក្នុងការការពារអញ្ចឹងខាងអ៊ុយក្រែនក៏បដិញ្ញាថាវាយយកវិញអញ្ចឹងពេលដែលខាងអ៊ុយក្រែនវាយប្រហារទៅលើខេត្តទាំង4ហ្នឹងក្នុងគោលបំណងដណ្ដើមយកពីខាងរុស្ស៊ីវិញគឺរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់ហើយកាលណាប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺសង្គ្រាមនឹងចប់ឆាប់ទៅតាមបំណងរបស់ប្រទេសរុស្ស៊ីដោយរុស្ស៊ីមិនខ្វល់ពីការរិះគន់ថាដណ្ដើមទឹកដីគេហើយដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនហើយអះអាងថាការពាររឿងទាំងអស់ហ្នឹងគឺរុស្ស៊ីមិនខ្វល់គេគឺរុស្ស៊ីមានហេតុផលត្រង់ថាដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនដើម្បីការពារមាតុភូមិរបស់ខ្លួនគឺរុស្ស៊ីប្រើគ្រប់ជំរឿសទាំងអស់សូម្បីតែនុយក្លេអ៊ែរក៏ដោយដូច្នេះប្រសិនបើនៅពេលខាងមុខនេះប្រសិនបើខាងកងកម្លាំងយោធាអ៊ុយក្រែននៅតែវាយប្រហារទៅលើតំបន់ទាំង4បន្ទាប់ពីខាងរុស្ស៊ីដាក់បញ្ចូលខាងឧបសម្ព័ន្ធហើយនោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាចនឹងកើតមានដោយពិបាកជៀសហើយម្យ៉ាងទៀតដើម្បីបញ្ចប់សង្គ្រាមនឹងគឺលុះត្រាតែខាងរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរឬអាវុធធុនធ្ងន់ខ្លាំងជាងមុនពីព្រោះបើនៅដូចមុនគឺมันអាចបញ្ចប់បានទេខណៈដែលខាងប្រទេសរុស្ស៊ីនឹងមានបំណងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនទោះបីជានៅពេលបច្ចុប្បន្ននេះរុស្ស៊ីនៅមិនទាន់ប្រើថាសង្គ្រាមក៏ដោយគឺរុស្ស៊ីប្រើថាប្រតិបត្តិការសឹកពិសេសប៉ុន្តែនៅពេលខាងមុខនេះក្រោយពីខាងរុស្ស៊ីដាក់បញ្ចូលតំបន់ទាំង4ជាឧបសម្ព័ន្ធហើយនោះសង្គ្រាមនឹងឆាបឆេះពេញបន្ទុកហើយរុស្ស៊ីនឹងប្រើអស់លទ្ធភាពដើម្បីយកឈ្នះសង្គ្រាមនៅអ៊ុយក្រែននឹងបាទ
ចំណែកឯក្នុងនាមអាមេរិកនិងលោកខាងលិចដែលកំពុងតែជួយជុំជ្រែងអ៊ុយក្រែនយ៉ាងខ្លាំងនៅក្នុងសង្គ្រាមនេះថាតើពួកគេអាចរួមគ្នានៅក្នុងការបញ្ឈប់មហិច្ឆតាឬក៏លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនេះរបស់រុស្ស៊ីបានដែរទេលោករីណាបាទយើងមើលគ្រាន់តែការបញ្ចប់សង្គ្រាមនេះគឺរយៈពេល7ខែហើយគឺมันអាចបញ្ចប់បានទេសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តគឺបានប្រើគ្រប់មធ្យោបាយក្នុងការដាក់ទណ្ឌកម្មយ៉ាងច្រើនទៅលើប្រទេសរុស្ស៊ីទី1ក្នុងបំណងឲ្យរុស្ស៊ីបញ្ឈប់ការវាយលុករបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនមួយទៀតនៃស្ថិតនៅពីក្រោយហ្នឹងគឺការរុញយ៉ាងណាឲ្យរុស្ស៊ីចុះខ្សោយទាំងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាការទូតគឺរុស្ស៊ីត្រូវបានកាត់ផ្ដាច់ទៅបានប្រទេសដទៃទៀតតោះតើយមិនមានសកម្មសហការល្អហើយមួយផ្នែកទៀតធ្វើឲ្យរុស្ស៊ីបាត់បង់ទំនាក់ទំនងផ្នែកបច្ចេកវិទ្យាដទៃទៀតដែលត្រូវប្រើប្រាស់នៅក្នុងឧស្សាហកម្មរបស់ខ្លួនរុស្ស៊ីបាត់បង់លុយកាក់ជាច្រើនដែលអាចជួយជ្រោមជ្រែងដល់ឧស្សាហកម្មផលិតផលរបស់ខ្លួននេះគឺរយៈពេល7ខែជាងហើយដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបញ្ឈប់រុស្ស៊ីកុំឲ្យធ្វើសង្គ្រាមនៅអ៊ុយក្រែនតាមរយៈទណ្ឌកម្មនេះគឺធ្វើមិនទាន់បានឡើយទេដូច្នេះលទ្ធភាពនៃការប្រើប្រាស់នុយក្លេអ៊ែរបើតាមការប្រកាសដាច់ណាត់ខាងរុស្ស៊ីថាត្រូវការពារទឹកដីហើយទៅបញ្ឈប់រុស្ស៊ីមិនឲ្យបញ្ចេញសមត្ថភាពមិនឲ្យប្រឹងប្រែងក្នុងការការពារទឹកដីមានតែការសម្បទានពីអ៊ុយក្រែនមានតែការបាត់បង់គ្រប់យ៉ាងហើយលោកខាងលិចគឺលែងដើរទៅមុខរួចអាម៉ាស់មុខនៅលើឆាកអន្តរជាតិដែលប្រឹងរុញអ៊ុយក្រែនអស់គ្រប់យ៉ាងប៉ុន្តែបែរជាបញ្ឈប់សង្គ្រាមនេះខ្លាចរុស្ស៊ីប្រើប្រាស់នុយក្លេអ៊ែរត្រូវសូមឲ្យមានការចរចាបញ្ចប់សង្គ្រាមដើម្បីកាត់ទឹកដីអ៊ុយក្រែនទៅឲ្យរុស្ស៊ីនេះបើសិនជាចង់បញ្ចប់សង្គ្រាមមិនឲ្យមាននុយក្លេអ៊ែរផ្ទុះឡើងគឺឲ្យបញ្ចប់សង្គ្រាមត្រឹមការដាក់បញ្ចូលក្នុងឧបសម្ព័ន្ធហើយរុស្ស៊ីគម្រាមប្រុងធ្វើមែនតើហើយសូមបញ្ឈប់មានតែការចរចាកាត់ទឹកដីទេអញ្ចឹងលទ្ធភាពនៃការជំរុញគឺខាងប្រមុខការទូតសហរដ្ឋអាមេរិក Antony Blinken ថានឹងប្រើប្រាស់ឲ្យអស់លទ្ធភាពក្នុងការជជែកជាមួយរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែរនេះហើយក៏គេមានឃើញតម្រុយអំពីការចង់ប្រស្រ័យតាក់ទងឡើងវិញនិយាយអំពីបញ្ហាកិច្ចព្រមព្រៀងឬហត្ថសន្ធិសញ្ញា New START ជាមួយនឹងសហរដ្ឋជាមួយនឹងប្រទេសរុស្ស៊ីក៏បង្ហើបថាអាចនឹងពិចារណាយកទៅជជែកគ្នានេះគឺជាច្រកមួយក៏ប៉ុន្តែត្រង់ថាបើសិនជាមានការវាយលុកខ្លាំងពីប្រទេសអ៊ុយក្រែនទៅលើរុស្ស៊ីហើយបាញ់ចូលដែនដីរុស្ស៊ីដោយប្រើអាវុធទំនើបធុនធ្ងន់នេះគឺរុស្ស៊ីមិនអាចឈប់បានទេគឺរុស្ស៊ីត្រូវតែវាត្រឡប់មកវិញលទ្ធភាពនៃការអាចបញ្ចប់សង្គ្រាមនេះបានឬបញ្ឈប់កុំឲ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរមានតែការចរចាដកថយមកកម្រិតមកប៉ុន្តែការចរចាស្មើនឹងចាញ់មានន័យថាអ៊ុយក្រែនត្រូវបាត់បង់ដីថា 15% ដែលបានធ្វើប្រជាមតិហើយនឹងខូចខាតហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ទីកន្លែងផលប្រយោជន៍ឬក៏សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសក៏លែងមានអ្វីគ្រប់យ៉ាងត្រូវរៀបចំជាថ្មីទុកសោកនាដកម្មទាំងអស់នេះនឹងត្រូវបានបកស្រាយថាជាការញុះញង់ការជំរុញពីលោកខាងលិចដែលនាំមកនូវសោកនាដកម្មដ៏ធំបំផុតក្រោយសម័យសង្គ្រាមលោកទី2នោះតាមប៉ុន្តែការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺមិនទាន់កើតឡើងទេប៉ុន្តែយើងចង់មើលជាមុននៅផលប៉ះពាល់ហៅថាការព្យាករលោកសេរីមថាតើបើសិនជាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះឈានទៅដល់ការប្រើប្រាស់នុយក្លេអ៊ែរតាមដែលការព្រមានរបស់រុស្ស៊ីជាបន្តបន្ទាប់ពិតមែននោះថាតើផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណាសម្រាប់ប្រទេសទាំងពីរហើយនិងពិភពលោកទាំងមូលបាទអ្នកជំនាញជាច្រើនរួមទាំងសហរដ្ឋអាមេរិកជាដើមហ្នឹងបានបញ្ជាក់ហើយថាការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនហ្នឹងវាផ្ដល់គ្រោះមហន្តរាយធំធេងណាស់ដល់ពិភពលោកមិនត្រឹមតែខាងអ៊ុយក្រែននិងរុស្ស៊ីដែលជាភាគីជំនួសនឹងទេចឹងហើយបានជាពិភពលោកហ្នឹងខំទប់ស្កាត់ជាពិសេសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តហ្នឹងឥឡូវនេះខាងរុស្ស៊ីមិនទាន់ប្រើទេប៉ុន្តែខាងសហរដ្ឋអាមេរិកជាពិសេសរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកអង្គនី Blinken គឺបានប្រកាសរួចទៅហើយថាសហរដ្ឋអាមេរិកនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងខាងប្រទេសរុស្ស៊ីចរចាដោយផ្ទាល់ជាមួយនឹងខាងប្រទេសរុស្ស៊ីកុំឲ្យប្រទេសនេះប្រើអាវុធនុយក្លេអ៊ែរពីព្រោះបើកាលណាប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនហ្នឹងគឺធ្វើឲ្យវិនាសដល់ពិភពលោកទាំងមូលពីព្រោះជាតិវិទ្យុសកម្មរបស់អាវុធនុយក្លេអ៊ែរហ្នឹងគឺផ្ដល់ផលអាក្រក់ណាស់ដល់ពិភពលោកដែលជាឧទាហរណ៍ពិភពលោកហ្នឹងនៅពេលបច្ចុប្បន្នហ្នឹងប្រទេសមាន9ប្រទេសនៅលើពិភពលោកដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃរួមទាំងកូរ៉េខាងជើងដែលជាអាវុធដែលជាប្រទេសចុងក្រោយមានអាវុធនុយក្លេអ៊ែរប៉ុន្តែពិភពលោកបានប្រើប្រាស់អាវុធនុយក្លេអ៊ែរហ្នឹងតែម្ដងគត់កាលពីឆ្នាំ1945គឺសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូនឹង2គ្រាប់ទៅលើខាងប្រទេសជប៉ុនហើយកាលនោះវិនាសកម្មដែលកើតចេញពីទម្លាក់គ្រាប់បែកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកហ្នឹងគឺមានខ្លាំងមែនទែនទៅដល់ប្រទេសជប៉ុន
ដែលក្នុងមួយគ្រាប់ហ្នឹងកាលនោះមានមនុស្សប្រមាណជា100000 140,000នាក់ជាងបានបាត់បង់ជីវិតជាពិសេសគឺប្រភេទនុយក្លេអ៊ែរ Little Boy ដែលខាងសហរដ្ឋអាមេរិកបានទម្លាក់ទៅលើកោះ Hiroshima របស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី2កាលពីឆ្នាំ1945ដែលធ្វើឲ្យមនុស្ស140,000នាក់ជាងបានបាត់បង់ជីវិតហើយមនុស្សដែលនៅទីនោះនៅក្បែរទីនោះគឺមានភាពជារាជពិការរាប់សិបឆ្នាំក្រោយមកទៀតដោយសារតែផលប៉ះពាល់អញ្ចឹងក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហ្នឹងក៏ដូចគ្នាបើនិយាយពីទំហំនៃផលប៉ះពាល់ដោយសារអាវុធនុយក្លេអ៊ែរប្រសិនបើរុស្ស៊ីប្រើហ្នឹងគឺវាមានធំធេងជាងសហរដ្ឋអាមេរិកដែលប្រើប្រាស់ទៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ1945នោះទៅទៀតបាទអរគុណលោករីណានិងលោកសេរីមដែលបានចូលរួមលម្អិតជូនបន្ថែមនៅការវិវត្តថ្មីជុំវិញសង្គ្រាមដែលកាន់តែរីកធំឡើងរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននៅក្នុងសប្តាហ៍នេះយើងនឹងបន្តតាមដានបន្តទៀតមានអ្វីថ្មីនឹងជួបគ្នានៅពេលក្រោយអរគុណ